យុវជនពីរនាក់បើកម៉ូតូ Dream C 125បើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹងនៅមុខស្ថានទូតវៀតណាមធ្វើឲ្យម៉ូតូនឹងផ្ទុះម៉ាស៊ីនចេញមកខាងក្រៅហើយបណ្ដាលឲ្យបុរសពីរនាក់ហ្នឹងបាទម្នាក់ដង្ហើមចង្រិតម្នាក់ទៀតបាត់មាត់បាត់កឈឹងអត់មានដង្ហើមតែម្ដងម៉ូតូ Dream C 125ខាងលើនេះបាទបាក់កម្មបាទវាចកង់ផ្ទុះម៉ាស៊ីនបាទបងប្អូននេះបាទផ្ទុះបាទបែកកន្ទះផ្ទុះហៀប្រេងចេញមកបាទរងការខូចខាតផ្នែកខាងមុខហើយនេះគឺជាផ្លាកលេខម៉ូតូ Dream C 125ដែលពាក់ស្លាកលេខភ្នំពេញបាទ 1MS បាទ0957បាទតាមប្រភពព័ត៌មានយើងទទួលបានហ្នឹងម៉ូតូហ្នឹងបាទម៉ូតូ Dream C 125ខាងលើនោះបាទមកពីជើងបាទតាមមកដោយផ្លូវព្រះមនីវង្សបាទត្រង់ចំណុចស្តុបបាទស្ថានទូតវៀតណាមបាទមកក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោលតែម្ដងធ្វើឲ្យម្នាក់ហ្នឹងគឺបាត់មាត់បាត់កអត់មានអង្គើអីសោះហើយម្នាក់ទៀតគឺមានដង្ហើមដកនៅឡើយទេបាទនេះហើយចំណុចដែលគាត់បានបុកគ្នាណាបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោលតែម្ដងផ្ទុះបាទផ្ទុះទាំងម៉ាស៊ីនចេញភៀប្រេងចេញមកខាងក្រៅហើយក្បាលហ្នឹងប្រហែលនេះបាទអានេះបកគោផ្លាកសញ្ញាចរាចរណ៍ណាដាច់ថ្មីតែម្ដងបាទនេះបកគោផ្លាកសញ្ញាចរាចរណ៍នេះបងប្អូនមិនធម្មតាទេមិនដឹងថាលបឿនបើកបោពួកគាត់នេះលឿនកម្រិតណាបណ្ដល់ថ្នាក់ដាច់បាទដាច់ផ្លាកសញ្ញាចរាចរណ៍គឺដាច់ថ្មីតែម្ដងហើយម្នាក់ហ្នឹងគឺបាត់មាត់បាត់កឈឹងហើយយើងឃើញនៅទស្សនវិជ្ជានេះគឺម៉ូតូផ្ទុះម៉ាស៊ីនចេញមកខាងក្រៅបាទហៀប្រេងហើយយុវជនពីរនាក់ហ្នឹងម្នាក់ទៀតទៅខាងក្រោយខឿនផ្លូវបាទបីក្បាលហូរឈាមស្រោចពេញខ្លួនឯម្នាក់ទៀតគឺបាត់កកជាប់នៅត្រង់ចំណុចគៀនខឿនព្រួញពុះចែកទ្រូងផ្លូវតែម្ដងហើយមិនមានដង្ហើមដកបាទបន្តិចបន្តួចសោះសង្ឃឹមថាលោកនឹងអាចមានជីវិតរស់រានមានជីវិតចោះហើយប៉ុន្តែឥឡូវនេះគឺបាទបាត់មាត់បាត់កឈឹងទៅហើយបរោះទាំងពីរនាក់ហ្នឹងស្ថានភាពពួកគាត់បាទម្នាក់បាទពាក់អាវកាឡាដៃវែងពណ៌ខ្មៅដូចគ្នាហើយម្នាក់ទៀតអាវកាឡាការ៉ូបាទពណ៌ខ្មៅដូចគ្នាមួយការ៉ូទូចមួយការ៉ូធំខោកាបយជើងវែងទាំងពីរនាក់តែម្ដងបាទឥឡូវនេះបាទស្ថានភាពពួកគាត់យើងមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេបងប្អូនអើយសូមជាពិសេសបងប្អូនយុវជនយុវនារីសូមមេត្តាបើកបរលបឿនក្នុងការមួយដែលអាចគ្រប់គ្រងម្ចាស់ការខ្លួនឯងឲ្យបានណាបាទសង្ឃឹមថាគាត់អាចនឹងរស់រានមានជីវិតចុះជនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយម្នាក់ទៀតត្រូវបានស្លាប់បាត់បង់ជីវិតហើយឥឡូវនេះសមត្ថកិច្ចកំពុងតែព្យាយាមតំណាក់តំណងទៅរកក្រុមគ្រួសារសាច់ញាតិដើម្បីឲ្យមកទទួលយកសាកសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតផងដែរឥឡូវនេះយើងក៏ចូលរួមរំលែកទុកជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគ្រប់នឹងជម្រាបសួរប្រិយមិត្តទស្សនិកជនដែលនិយមនឹងតាមដានរាល់ការផ្សាយរបស់អង្គភាព KNU Today បាទខ្ញុំបាទ Mr. K រួមទាំងលោកអ៊ុំស្រស់កំពុងតែមានវត្តមាននៅមុខស្ថានទូតវៀតណាមដែលនៅតាមបណ្ដោយផ្លូវព្រះមនីវង្សស្ថិតនៅក្នុងសង្កាត់ទលេបាសាក់ខណ្ឌចកាមនបាទនៅវេលាមកប្រមាណជាង2យប់ត្រូវនឹងថ្ងៃទី25បាទខែសីហាឆ្នាំ2026យើងនេះគឺមានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយយុវជន2នាក់បានបើកម៉ូតូ Dream C 125មួយគ្រឿងបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោលធ្វើឲ្យបុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមឯម្នាក់ទៀតគឺរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានក្រុមគ្រូពេទ្យកំពុងតែធ្វើការសង្គ្រោះបន្ទាន់ឥឡូវនេះយើងទៅសាកសួរទៅខាងសមាជិកបន្តទៀតបងប្អូនយុវជន2នាក់បើកម៉ូតូ Dream C 125បើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹងនៅមុខស្ថានទូតវៀតណាមធ្វើឲ្យម៉ូតូនឹងផ្ទុះម៉ាស៊ីនចេញមកខាងក្រៅហើយបណ្ដាលឲ្យបុរស2នាក់ហ្នឹងបាទម្នាក់ដង្ហើមចង្រិតម្នាក់ទៀតបាត់មាត់បាត់កឈឹងអត់មានដង្ហើមតែម្ដងនៅត្រង់ចំណុចផ្លូវព្រះមនីវង្សដែលស្ថិតនៅក្នុងសង្កាត់ទលេបាសាក់ខណ្ឌចកាមនឥឡូវនេះរងចាំតែរថយន្តសង្គ្រោះបន្ទាន់មកដល់ទីតាំងចំណុចកាត់ហេតុមេទេដើម្បីរងចាំពិនិត្យមើលថាពួកគាត់ទាំងពីរនាក់ឥឡូវនេះស្ថានភាពយ៉ាងម៉េចប៉ុន្តែយើងមកដល់ទីតាំងចំណុចកាត់ហេតុយើងឃើញនៅទស្សនវិជ្ជានេះគឺម៉ូតូផ្ទុះម៉ាស៊ីនចេញមកខាងក្រៅបាទហៀប្រេងហើយយុវជន2នាក់ហ្នឹងម្នាក់ទៀតទៅខាងក្រោយខឿនផ្លូវបាទបីក្បាលហូរឈាមស្រោចពេញខ្លួនឯម្នាក់ទៀតគឺបាត់កកជាប់នៅត្រង់ចំណុចគៀនខឿន
ព្រួញពុះចែកទ្រុងផ្លូវតែម្ដងហើយមិនមានដង្ហើមដកបាទបន្តិចបន្តួចសោះបាទឥឡូវនេះសង្ឃឹមថាលោកនឹងអាចមានជីវិតរស់រានមានជីវិតចោះហើយប៉ុន្តែឥឡូវនេះគឺបាទបាត់មាត់បាត់កឈឹងទៅហើយទីទៀតក្រុមគ្រូពេទ្យលោកបានមកដល់ទីតាំងចំណុចកាត់ហេតុហើយស្ថានភាពម៉ូតូបងប្អូនមើលបាទម៉ូតូ Trim C 125ខាងលើនេះបាទបាក់កម្មបាទវាចកង់ផ្ទុះម៉ាស៊ីនបាទបងប្អូននេះបាទផ្ទុះបាទបែកកាទះផ្ទុះហៀប្រេងចាញ់មកបាទរងការខូចខាតផ្នែកខាងមុខហើយនេះគឺជាផ្លាកលេខម៉ូតូ Trim C 125ដែលពាក់ស្លាកលេខភ្នំពេញបាទ 1MS បាទ0957បាទតាមប្រភពព័ត៌មានយើងទទួលបានហ្នឹងម៉ូតូហ្នឹងបាទម៉ូតូ Trim C 125ខាងលើនោះបាទមកពីជើងបាទតាមមកដោយផ្លូវព្រះមនីវង្សបាទត្រង់ចំណុចស្តុបបាទស្ថានទូតវៀតណាមបាទមកក៏បុករបាំងថ្មពូចៃទ្រូងផ្លូវទាំងកំរោលតែម្ដងធ្វើឲ្យម្នាក់ហ្នឹងគឺបាត់មាត់បាត់កអត់មានអង្គើអីសោះហើយម្នាក់ទៀតគឺមានដង្ហើមដកនៅឡើយទេបាទដែលឡែករបាំងថ្មពូចៃទ្រូងផ្លូវហ្នឹងគឺដាច់បាទផ្លាកសញ្ញាចរាចរណ៍បាទគឺបុកពេញមួយទំហឹងតែម្ដងបាទទីទៀតក្រុមគ្រូពេទ្យលោកមកធ្វើការត្រួតពិនិត្យមើលទៅទីតាំងចំណុចកាត់ហេតុហើយបរោះទាំងពីរនាក់ហ្នឹងស្ថានភាពពួកគាត់បាទម្នាក់បាទពាក់អាវកាឡាដៃវែងពណ៌ខ្មៅដូចគ្នាហើយម្នាក់ទៀតអាវកាឡាការ៉ូបាទពណ៌ខ្មៅដូចគ្នាមួយការ៉ូទូចមួយការ៉ូធំខោកាបយជើងវែងទាំងពីរនាក់តែម្ដងបាទឥឡូវនេះបាទស្ថានភាពពួកគាត់យើងមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេបងប្អូនអើយបាទសង្ឃឹមថារថយន្តសង្គ្រោះបន្ទាន់មកតាន់ពួកគាត់ចោះបាទគឺបាត់មាត់បាត់កទាំងពីរនាក់តែម្ដងបាទនេះហើយនេះបងប្អូននេះបាទនេះហើយចំណុចដែលគាត់បានបុកគ្នាណាបុកជាមួយនឹងរបាំងថ្មពូចៃទ្រូងផ្លូវទាំងកំរោលតែម្ដងផ្ទុះបាទផ្ទុះទាំងម៉ាស៊ីនចេញភៀប្រេងចេញមកខាងក្រៅហើយក្បាលហ្នឹងប្រហែលយើងនេះបាទនេះអានេះបកគោផ្លាសញ្ញាចរាចរណ៍ណាដាច់ថ្មីតែម្ដងបាទនេះបកគោផ្លាសញ្ញាចរាចរណ៍នេះបងប្អូនមិនធម្មតាទេមិនដឹងថាលបឿនបើកបោពួកគាត់នេះលឿនកម្រិតណាបានដល់ថ្នាក់ដាច់បាទដាច់នៅផ្លាកសញ្ញាចរាចរណ៍គឺដាច់ថ្មីតែម្ដងហើយម្នាក់ហ្នឹងគឺបាត់មាត់បាត់កឈឹងហើយនៅតាមបណ្ដោយផ្លូវបាទព្រះមនីវង្សខាងលើហ្នឹងបាទសង្ឃឹមថាពួកគាត់នៅរស់រានមានជីវិតចោះអើយអូអាណាធំមិនដឹងថាលឿនកម្រិតណាបងប្អូនហើយនេះគឺជាសារមួយដាស់តឿនសូមជាពិសេសបងប្អូនយុវជនយុវនារីសូមមេត្តាបើកបរលបឿនក្នុងការមួយដែលអាចគ្រប់គ្រងម្ចាស់ការខ្លួនឯងឲ្យបានណាបាទសង្ឃឹមថាគាត់អាចនឹងរស់រានមានជីវិតចុះអូយអាណាធំបងប្អូនបាទប្រិមិត្តទូទេសជនឥឡូវនេះសាកសពកំពុងតែនៅទីតាំងចំណុចកាត់ហេតុត្រង់ចំណុចស្តុបស្ថានទូតវៀតណាមដែលស្ថិតនៅក្នុងសង្កាត់តេលេបាសាក់ខណ្ឌចកាមនឥឡូវនេះជនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯម្នាក់ទៀតត្រូវបានស្លាប់បាត់បង់ជីវិតហើយឥឡូវនេះសមត្ថកិច្ចកំពុងតែព្យាយាមតំណាក់តំណងទៅរកក្រុមគ្រួសារសាច់ញាតិដើម្បីឲ្យមកទទួលយកសាកសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតផងដែរឥឡូវនេះយើងក៏ចូលរួមរំលែកទុកជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះហើយនេះគ្រាន់តែជាព័ត៌មានបឋមមួយទេដែលយើងទទួលបានពីកន្លែងកាត់ហេតុពីបងប្អូនប្រជាពលរដ្ឋដែលគាត់បានផ្ដល់ហើយយើងក៏ចូលរួមរំលែកទុកផងដែរអរគុណប្រិយមិត្តជនខ្ញុំបាទមីស្ទ័រការរួមទាំងលោកអ៊ុំស្រស់ក៏សូមលំអរកាយគ្រប់លាបើសិនជាមានពេលពេចខុសឆ្គងតារាណាមសំរុំក៏សូមខន្តីអភ័យទោសដល់លោកខ្ញុំបាទផងដែរអរគុណ